Tâmតែថ្ងៃទី1នៃការដាក់ដំណើរការ TDAC ដែលជាប្រព័ន្ធដំណើរការនៃការចុះឈ្មោះបែបបទចុះរៀបចំសំណុំបែបបទមុនពេលដែលឆ្លងចូលទៅកាន់ប្រទេសថៃលោកអ្នកត្រឹមតែថ្ងៃទី1ស្រាប់តែមាន website คล้ายៗបាត់ទៅហើយនៅក្នុងការពេញបែបបទកាត arrival ចូលទៅក្នុងប្រទេសថៃគឺលោកអ្នកប្រយ័ត្នប្រយែងមែនតើណាអាកាសមែនតើគឺការបំពេញអត់មានឲ្យបងលុយសំបីតែមួយសេនទេនៅពេលដែលយើងធ្វើដំណើរចូលទៅក្នុងប្រទេសថៃយើងត្រូវបំពេញបែបបទហ្នឹងឲ្យបានក្នុងរយៈពេល3ថ្ងៃចុះក្រោមបានន័យថា4-5ថ្ងៃក៏អត់បានដែរគឺ3ថ្ងៃចុះក្រោមគឺត្រូវបំពេញបែបបទតាមអនឡាញមុនពេលដែលចូលទៅក្នុងការវាយ passport ចូលទៅក្នុងប្រទេសថៃនឹងឯងអញ្ចឹងកន្លែងនេះសូមប្រយ័ត្នប្រយែងមែនតើគឺអត់មានចំណាយលុយសំបីតែមួយសេនទេសម្រាប់អ្នកដែលធ្វើដំណើរទៅប្រទេសថៃកន្លែងនេះគេប្រាប់ថា pay the processing fee of $10 USD បានន័យថាត្រូវបង់ការដំណើរការកាតហ្នឹងគឺ$10តែpage maintain របស់ថៃគឺ Thailand Digital Arrival Card ហ្នឹងអត់មានការចាយលុយសំបីតែមួយសេនទេអញ្ចឹងឲ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាផងដែរអញ្ចឹងយល់ល្អលោកអ្នកគួរតែ scan វិញគឺ QR code កន្លែងនេះQR code កន្លែងនេះដើម្បី scan ទៅបងប្អូនឬក៏ Apple នឹងដាក់ link នៅ website ពិតប្រាកដការ arrival ចូលទៅក្នុងប្រទេសថៃដោយអត់មានចំណាយលុយសំបីតែមួយកាក់មួយសេនទេអញ្ចឹងឲ្យបងប្អូនមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាផងដែរមុនពេលដែលបំពេញបែបបទចូលទៅក្នុងប្រទេសថៃ